ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនាំអ្នកទាំងអស់គ្នាមកយល់ដឹងអំពីការដាក់ធាតុអាវុធជាមួយនឹងការដែលបានត្រឹមត្រូវអញ្ចឹងដំបូងយើងត្រូវស្វែងយល់ពីអាវុធដែលយើងប្រើប្រាស់ហ្នឹងមានធាតុអ្វីដោយជាក់ស្ដែងធាតុនៅក្នុងហ្គេមនេះមានចំនួន6ធាតុហើយនឹង12 skill ហើយបើអ្នកទាំងអស់គ្នាចង់ឲ្យឡើង power ច្រើនអ្នកទាំងអស់គ្នាអាចប្រើធាតុតែមួយអញ្ចឹងអាវុធ2ហ្នឹងយើងប្រើធាតុតែមួយដូចលំពែងជាមួយនឹងដាវហ្នឹងធាតុពណ៌ខៀវវាជាធាតុតែមួយទេអញ្ចឹងបន្ទាប់ពីយើងរៀប skill ហើយយើងចូលមកមើលកាតដែលយើងត្រូវញាត់វិញម្ដងកាតហ្នឹងជាទូទៅ level 7គឺបើកបាន4ប្រឡោះអញ្ចឹងយើងក៏ត្រូវដាក់ទៅតាមធាតុរបស់អាវុធដែលយើងបានប្រើប្រាស់ដែរបើអាវុធយើងប្រើប្រាស់ពណ៌ខៀវយើងត្រូវដាក់ធាតុនៃកាតហ្នឹងពណ៌ខៀវដូចគ្នាដែលខ្ញុំបានបញ្ជាក់នៅខាងមុខអញ្ចឹងទាំងអស់មាន6ធាតុពណ៌ខៀវមាន4ប៉ុន្តែoperator ត្រូវមើលអក្សរផងពណ៌ខៀវវាមានអក្សរ2ផ្សេងគ្នាអញ្ចឹងយើងត្រូវមើលតំណែងឲ្យច្បាស់អញ្ចឹងខ្ញុំគ្រាន់តែបញ្យល់ត្រួសទេហើយគេមានវិធីលេងជាច្រើនទៀតគេញាត់កាតទៅតាម skill ដែលយើងប្រើប្រាស់អញ្ចឹងគេអាចលេង2ធាតុលាយចូលគ្នាក៏បានដែរប៉ុន្តែអានោះចាំយើងស្វែងយល់ដោយខ្លួនឯងចុះខ្ញុំគ្រាន់តែប្រាប់ត្រួសអំពីការរៀបធាតុដើម្បីជាមូលដ្ឋានគ្រឹះដល់អ្នកទាំងអស់គ្នានឹងហើយមានអីខ្វះខាតឬក៏មានអ្វីចង់ពេញបន្ថែមអាចជួយផ្ដល់យោបល់ឬក៏តាមរយៈការ comment បានអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ